បុគ្គលក្នុងលោកដែលព្រះអង្គត្រាស់ដឹងឡើងហើយព្រះអង្គប្រៀបធៀបថាដូចផ្កាឈូក4ពួកបុគ្គលមួយពួកនោះប្រុងតែត្រាស់ដឹងប្រុងតែយល់ធម៌ឲ្យតែបានជួបព្រះនឹងបានយល់ភ្លាមឥឡូវពេលដែលជួបព្រះអង្គភ្លាមព្រះអង្គសម្ដែងធម៌តែមួយគាថាពីរគាថាយល់ផ្លែតខ្លះសម្រេចដល់អរហត្តភ្លាមបើវិសាខាសម្រេចសោតាផ្លែតហើយព្រះសរិបុត្រព្រះមោគលានអីហ្នឹងសម្រេចដល់ព្រះអរហត្តព្រះរហន្តនោះដោយសារមនុស្សនេះមាននិស័យមកស្រាប់បារមីវិញដូចទឹកដាក់ក្នុងពាងចិត្តពេញហើយខ្វះតែមកផ្ដាល់ទៀតទេថែមតែមកផ្ដាល់ទៀតពេញល្មមហើយបើធៀបមកយើងទឹកមិនតាន់បានកន្លះពាងឡើយទេដាក់2ធុងទៀតមិនតាន់ពេញផងដូច្នេះហើយបុគ្គលដែលស្ដាប់ធម៌ភ្លាមត្រាស់ដឹងផ្លែតគេហៅថាឧខដិតញ្ញូបុគ្គលប្រៀបដូចផ្កាឈូករងចាំតែរីកឲ្យតែថ្ងៃរះមករីកភ្លាមបុគ្គលទី2គេហៅថាវិបច្ចតញ្ញូបុគ្គលស្ដាប់ធម៌ថ្ងៃហ្នឹងមិនតាន់ចូលទេអាឡ័យគិតគូច្រើនណារឿងពង្រើភ្ញៀវណាបាយណាសឡណាបច្ច័យលុយកាក់អារម្មណ៍នឹងវានៅធေါ်ខ្លះទៅគិតរឿងចំណូលចំណាយខ្លះគិតដល់កូនចៅខ្លះល្វើល្វាយល្វិលរវល់ថ្ងៃនេះស្ដាប់មិនយល់ទេប៉ុន្តែអាចយល់ក្នុងថ្ងៃស្អែកអានេះគេហៅថាវិបច្ចតញ្ញូបុគ្គលប្រៀបដូចផ្កាឈូកនឹងថ្ងៃហ្នឹងមិនទាន់រីកទេនៅកំពុំឡើយទេតរស្អែកចុះបានរីកបុគ្គលមួយទៀតហៅនយបុគ្គលស្ដាប់ធម៌ថ្ងៃនេះក៏មិនទាន់យល់ស្អែកក៏មិនទាន់យល់ប៉ុន្តែមិនលះបង់នៅតែព្យាយាមស្ដាប់ថ្ងៃក្រោយយល់ហើយប្រៀបដូចផ្កាឈូកថ្ងៃនេះមិនរីកស្អែកមិនរីកថ្ងៃក្រោយគង់តែរីកប៉ុន្តែបុគ្គលមួយបែបទៀតគេហៅថាបតៈបរមៈបុគ្គលបុគ្គលនោះឯងប្រៀបដូចផ្កាឈូកអត់រីកទេដាំចូលក្នុងទឹកទៅវិញដើកហើយនឹងត្រីឡើងមកខំស៊ីខ្ទេចអស់បាត់តម្រងមនុស្សបុគ្គលមួយចំនួនទៀតបធរថ្ងៃនេះមិនស្ដាប់ថ្ងៃក្រោយមិនស្ដាប់ថ្ងៃណាក៏មិនស្ដាប់ដែរគេបបួលទៅកាស៊ីណូទៅបាត់បបួលមកប៉ុនមិនមកបបួលទៅដើរលេងទៅបាត់បបួលទៅវាយវងទៅបាត់ម្លោះហើយគេអូសទាញទៅខាងផ្លូវខុសបានហើយចប់បាត់ហើយទាញអត់មកទេបើឡើងជិះទូកវិញឡើងខុសហើយនាវាត្រៃលក្ខមិនឡើងទៅឡើងនាវាត្រៃលោករាល់ថ្ងៃហ្នឹងមានកប៉ាល់2កំពុងទៅហៅម៉ួយកប៉ាល់មួយនាវាត្រៃលោកកប៉ាល់មួយនាវាត្រៃលក្ខអាពីរហ្នឹងហៅម៉ួយដូចគ្នាប៉ុន្តែត្រៃលោកហ្នឹងគេមានតែងភ្លើងដាក់អំពូលភ្លឹមផ្លែតភ្លើងពណ៌ក្រហមមានភ្លេងមានអ្នកពង្រើមានស្រីមានប្រុសស្លៀកពាក់ស្អាតអូតុបតែងល្អណាស់ហើយហៅមនុស្សបឆោតមនុស្សថាឡើងជិះកប៉ាល់ខ្ញុំមកខ្ញុំចម្លងទៅកន្លែងសុខចម្រើនកន្លែងសប្បាយរីករាយដល់តែមនុស្សខំឡើងជិះទៅច្រើនយកទៅពលិចចោលកដាលសមុទ្រអត់ដល់គោលដៅទេហើយកប៉ាល់មួយទៀតគេហៅថានាវាត្រៃលក្ខអត់សូវមានមនុស្សជិះទេហើយក៏មិនសូវតុបតែងអីស្អាតប្រមាណដែរអ្នកជិះមានតែយាយតាចាស់ស្លៀកសពាក់សអីហ្នឹងជិះម្លោះហើយអត់សូវស្អាតអត់សូវតែងអត់មានមនុស្សស្រីស្អាតឬក៏ដាក់ភ្លើងដាក់ភ្លេងអីគេអត់សូវជិះប៉ុន្តែនាវានេះនាំទៅដល់គោលដៅនឹងមានន័យថាដូចមនុស្សរាល់ថ្ងៃអញ្ចឹងខាងនាវាត្រៃលក្ខហ្នឹងគេបបួលកុំទៅធ្វើបុណ្យអីដើរលេងឲ្យហ៊ូហាឲ្យសប្បាយស៊ីចាយណានៃកើតជាមនុស្សរំរិចផឹកស៊ីឲ្យវាណានៃកុំទៅគិតអារឿងបុណ្យរឿងទានអីកើតមកសប្បាយមកជាតិប៉ុន្តែអ្នកនោះសប្បាយបានតែមិនតិចស្រាប់តែស្លាប់ទៅរាប់លានឆ្នាំអត់បានកើតមកវិញផងឯចំណែកញោមញាតិឯនេះមិនសូវជាសប្បាយគេទេមកបុណ្យប៉ុន្តែចាប់ពីនេះទៅលែងទៅនរកប្រែតដែរបានដល់គោលដៅកាន់តែខ្ពស់ទៅទីបំផុតជួបព្រះបានថានាវានេះនាវាទាំងពីរហ្នឹងកប៉ាល់ទាំងពីរហ្នឹងមានគេហៅថាបុគ្គលិក5នាក់កំពុងតែដើរហៅម៉ួយកំពុងដើរតាក់តង5នាក់ម្នាក់5នាក់មកខាងប៉ុន្តែគេតែងខ្លួនប្រឡំយើង
អាខាងនេះវាត្រៃលោកនឹងគេតែងខ្លួនប្រឡំមកធ្វើជាអ្នកហៅមួយផ្អែមជាមួយយើងតាមពិតមា5កិលេសមាខណ្ឌមាអភិសង្ខារមាមជ្ឈមាទេវបុត្រមាសិទ្ធមាហ្នឹងគឺអ្នកចាំសម្លាប់យើងកិលេសមាគឺមាគឺកិលេសគ្រឿងជាប់ជំពាក់ប្រកាន់ខ្លួនហើយនឹងលោភនឹងលន់ចង់បានសពថ្ងៃអ្នកខ្លះចង់បានមែនតែនទៅអត់បានចាយផងស្រាប់តែស្លាប់ចោលទ្រព្យខំឆ្លោះខំជេរខំប្តឹងខំផ្ដាល់ទៅដើមគ្នាបានមកហើយស្រាប់តែអត់បានចាយស្លាប់បង្ហើយទៅទៀតក៏មានខ្លះខំប្រឹងអើយប្រឹងខានទៅវត្តខានទៅសិលខានទៅទៀនខំប្រមូលទ្រព្យថាប្រមូលត្រូវហើយមិនខុសក៏ប៉ុន្តែអត់តាន់បានចាយផងអត់តាន់ធ្វើឲ្យជីវិតមួយនឹងសបាយគេផងស្លាប់បង្ហើយទៅអានឹងមានន័យថាកិលេសមានឹងវាតាក់ទាញបបួលយើងឲ្យទៅដល់ផ្លូវឆ្ងាយទីវាសម្លាប់យើងចោលកិលេសមាខណ្ឌមានេះបកែណាមួយថ្ងៃខ្វល់ពីរឿងខណ្ឌហ្នឹងណាអាដៃ2ជើង2ក្បាល1ខ្លួន1ហ្នឹងលាបប្រេងឲ្យវាលាបថ្នាំឲ្យវាបចុកថ្នាំឲ្យវាបចុកបាយឲ្យវាងូតទឹកឲ្យវាដោះសាប៊ូឲ្យវាស្លៀកពាក់ឲ្យវាបាញ់សិតគ្រឿងកោបថែទាំវាហើយវាអត់គិតជួយយើងទេតែយើងប្រហែលបន្តិចចេញតែអាក្លិនមិនស្អាតមកបែកញើសមកតាមផ្លូវមាត់ផ្លូវភ្នែកផ្លូវច្រមុះផ្លូវតិចចេញមកសិតគ្រឿងមិនល្អយើងខំថែខំចិញ្ចឹមវារកបចុកវាទីបំផុតបានដៃអាចារ្យភ្លុកដុតចោលទ្រព្យសម្បត្តិយើងមានប្រមាណមកវាបឆោតយើងយកទៅឲ្យគេតាញោមសងៃហ្នឹងវាបឆោតយកទៅឲ្យគេអញ្ជៀនយើងខ្សែកយើងខ្សែដៃយើងឥឡូវរបស់យើងប៉ុន្តែញោមបើមិនជឿញោមចំណាំមើល60ទៅ70ឆ្នាំទៀតអញ្ជៀនយើងទៅនៅដៃអ្នកផ្សេងខ្សែកយើងទៅនៅកអ្នកផ្សេងខ្សែណែកវលយើងទៅនៅតិចអ្នកផ្សេងខ្សែដៃយើងទៅនៅកដៃអ្នកផ្សេងហើយចុះយើងមិនក៏មិននៅទៀតជប់គេដុតបាត់ហើយរបស់ហ្នឹងទៅនៅអ្នកផ្សេងអញ្ចឹងវាបោកឲ្យយើងខំរឲ្យច្រើនមកដើម្បីទុកឲ្យអ្នកផ្សេងស្លាប់ទៅវិញទៅទេដូច្នេះមាទាំង5នោះវាបន្លំខ្លួនមកហៅម៉ួយថានាំទៅសុខចម្រើនប៉ុន្តែឲ្យយើងរកទ្រព្យសម្បត្តិបឆោតយើងយកយើងទៅសម្លាប់ចោលកដាលសមុទ្រមានន័យថាអត់ដល់កោះត្រោយទេដែលកំពុងតែស្ពឹងទៅនឹងការអូសទាញរបស់មាហ្នឹងប៉ុន្តែនាវាត្រៃលក្ខណ៍គេមានគ្នាគេ5ដែរគេមានសទ្ធាពលៈសតិពលៈវិរិយៈពលៈបញ្ញាពលៈទាំងអស់នេះណាញោមកំពុងតែបបួលតោះទៅធ្វើបុណ្យតោះទៅធ្វើសិលតោះទៅធ្វើទានសទ្ធាពលៈកម្លាំងសទ្ធាណាញោមមានសទ្ធាមានកម្លាំងបបួលមកសតិពលៈរលឹកឃើញដូច្នេះហើយពលៈទាំង5នេះវាកំពុងតែអូសទាញយើងឲ្យធ្វើល្អបើយើងធ្វើតាមពលៈទាំង5នេះមានន័យថាយើងនឹងឆ្លងផុតវាលវដ្តសង្សារនេះអញ្ចឹងគ្រាន់តែលើកឡើងថាផ្កាឈូកឬក៏ផ្កាធញ្ញជាតិដែលគេគោរពបូជាពីដើមខ្លះក៏មានអត្តន័យគួរឲ្យជ្រះថ្លាខ្លះទៀតទៅក៏ជាគ្រឿងលម្អសម្រាប់គោរព